សម្រាប់អ្នកជំងឺទឹកនោមផ្អែមផ្លែឈើ7មុខនេះអាចញ៉ាំបានសម្រាប់រក្សាស្ថិរភាពជាតិស្ករក្នុងឈាមត្រូវតែញ៉ាំលេខ4ប្រសិនបើអ្នកចង់ទទួលបានការធូរស្បើយពីបញ្ហាជំងឺទឹកនោមផ្អែមលេខ1ផ្លែព្រីងខ្មៅផ្លែឈើនេះសម្បូរទៅដោយសារធាតុ Gambelin ដែលជួយបន្ថយការស្រូបយកជាតិស្ករនិងជំរុញការផលិតអាំងស៊ុយលីនអ្នកជំងឺទឹកនោមផ្អែមត្រូវតែញ៉ាំវាលេខ2គឺផ្លែប៉េះកាបូអ៊ីដ្រាតទាបជាតិសរសៃខ្ពស់ផ្លែប៉េះការពារការឡើងជាតិស្ករនិងធ្វើឲ្យការរំលាយអាហារប្រសើរឡើងលេខ3ផ្លែត្របែកអ្នកប្រយុទ្ធនឹងជំងឺទឹកនោមផ្អែមចុងក្រោយសម្បូរទៅដោយជាតិសរសៃនិងវីតាមីន K ដែលជួយបង្កើនប្រសិទ្ធភាពប្រសើរនៃអាំងស៊ុយលីនលេខ4ផ្លែកន្ទួតព្រៃជាអាវុធសម្ងាត់មួយផ្លែកន្ទួតព្រៃជួយកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាមនិងបង្កើនប្រសិទ្ធភាពមុខងារលំពែងជាពិតប្រាកដដោយញ៉ាំអាហារនេះលេខ5ផ្លែមន្ទោចទាំងនេះផ្ដល់រសជាតិដ៏ឈ្ងុយឆ្ងាញ់ពួកវាបន្ថយការស្រូបយកជាតិស្ករនិងគាំទ្រដល់ការគ្រប់គ្រងទម្ងន់លេខ6ផ្លែសារុយសម្បូរជាតិសរសៃផ្លែសារុយជួយបន្ថយការស្រូបយកជាតិស្ករនិងធ្វើឲ្យអ្នកឆ្អែតបានយូរលេខ7ផ្លែអំពៅបង្អែមជូរអែមដែលល្អសម្រាប់គ្រប់គ្រងជាតិស្ករការរំលាយអាហារនឹងធ្វើឲ្យប្រសើរឡើងនូវសុខភាពពោះវៀនប្រាប់ខ្ញុំផងថាផ្លែឈើមួយណាដែលអ្នកចូលចិត្តជាងគេនឹងប្រសិនបើអ្នកចូលចិត្តវីដេអូនេះសូមជួយ share ឲ្យមេដៃមួយខំសរសេរលេខ1ដល់10នៅក្នុងមតិយោបល់របស់អ្នក